ជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នានេះជាការបង្ហាញពីការអនុវត្តស្ដាប់និងថាតាមរបស់ថ្នាក់បឋម PLP ថ្មីនៅពេលដែលយើងទាំងអស់គ្នាចូលមកដល់ផ្ទាំងនៃការសិក្សាសូមលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់អាចជ្រើសរើសថ្នាក់រៀនដើម្បីចូលទៅអនុវត្តអញ្ចឹងនាងខ្ញុំនឹងឧទាហរណ៍យកថ្នាក់ទី1ហើយជ្រើសរើសភាសាខ្មែរយើងនឹងចូលមកដល់ផ្ទាំងដែលមានការអនុវត្តជាច្រើនអញ្ចឹងនាងខ្ញុំនឹងជ្រើសរើសមេរៀនទី5កបូកាចានាងខ្ញុំនឹងជ្រើសរើសការអនុវត្តស្ដាប់និងថាតាមចាអញ្ចឹងគឺមានការណែនាំចូលស្ដាប់និងថាតាមអញ្ចឹងដើម្បីឮពាក្យសូមចុចលើប៊ូតុងសំឡេងកអែកែកអែកែចានៅពេលដែលឮសំឡេងរួចរាល់ហើយអញ្ចឹងលោកគ្រូអ្នកគ្រូសិស្សានុសិស្សអាចចុចកន្លែងថតសំឡេងនេះដើម្បីអានតាមអញ្ចឹងនាងខ្ញុំអត់បានអានតាមទេអញ្ចឹងនាងខ្ញុំក៏ចុចកន្លែងកន្លឹះកូនសោនេះបន្ទាប់មកចុចពាក្យថាបន្ទាប់ដើម្បីទៅកាន់សំណួរបន្ទាប់ទៀតសូមអរគុណលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានទស្សនា